សួស្តីដល់បងប្អូនអរគ្នាចឹងខ្ញុំមានលំហាត់ប្រតិបត្តិថ្នាក់ទី8ទំព័រទី18ហើយក្នុងលំហាត់ហ្នឹងជាលំហាត់ប្រតិបត្តិខាងលើគេចឹងយើងមានលំហាត់អក្សរកនិងខអក្សរកដក2កតាAដក3គុណឲ្យ B ស្វ័យគុណ5លើកជាការ៉េតបមកយើងត្រូវចាំអក្សរកយើងត្រូវចាំរូបមន្តមួយរូបមន្តគឺរូបមន្តកណា A ស្វ័យគុណ M ស្វ័យគុណ N ឬក៏ A គុណ M ឬស្មើនឹង A ហើយគុណ M គុណនឹង N ចឹងលំហាត់អក្សរកវាតកតងទៅនឹងរូបមន្តហ្នឹងតោះមកយើងធ្វើវាមកនេះ2ហ្នឹងវាជាមេគុណខាងក្រៅទេវាមិនមែនកដោបជាការ៉េទេចឹងដកហ្នឹង3ការ៉េ B ជាការ៉េតោះមកវាចូលរូបមន្តនេះអញ្ចឹងវាដក2ចឹងវាស្មើនឹង A ដក6 B 5គុណនឹង2ថា10ចឹងចម្លើយវាឃើញមានតែប៉ុណ្ណឹងដល់ពេលអក្សរខA តា A ស្វ័យគុណ4គុណនឹង A ស្វ័យគុណដក6ក៏អានោះវាចូលរូបមន្តកណា A ហើយគុណ M គុណនឹង A ហើយគុណ N ចឹងវាស្មើនឹង A កណាគោលដូចគ្នាគឺគាត់តែបូកមេគុណនឹងមេសំទោសស្វ័យគុណនឹងស្វ័យគុណមកតើមកយើងគុណនឹងអានេះ A 4គុណនឹង A ដក6ចឹងយើងគាត់ថាបូកកណាគោល A ដូចគ្នាចឹងវាយើងបូកគាត់ថាបូកស្វ័យគុណនឹងស្វ័យគុណអានេះស្វ័យគុណ1បូកនឹង4ដកនឹងដកបូកនឹងអានេះវាសញ្ញាដកស្មើនេះយើងគុណសញ្ញាដើម្បីបំបត្តិវងខ្យល់យើងត្រូវតែគុណសញ្ញាចូលដកនឹងបូកវាចេញដកអញ្ចឹងបាទអានេះអាន5ដក6អញ្ចឹងវាស្មើនឹង A ដក1បន្ទាប់មកហ្នឹងកាលណាស្វ័យគុណអវិជ្ជមានគេត្រូវបំលែងទៅជាស្វ័យគុណវិជ្ជមានវាចូលរូបមន្តមួយទៀតគឺរូបមន្ត A ស្វ័យគុណដក N ស្មើនឹង1នៅលើ A ស្វ័យគុណ N ចឹងយើងបំលែងនេះប្រទេសទៅស្វ័យគុណវិជ្ជមានចឹងវាស្មើនឹង1នៅលើ A ស្វ័យគុណ1ក៏នៅទៅ A តាណាចឹងចម្លើយវាមានតែប៉ុណ្ណឹង